ចឹងខ្ញុំនឹងបង្ហាញថាអ្វីទៅជាសំណាញ់មេឃនេះអានឹងគេហៅសំណាញ់មេឃហើយសំណាញ់មេឃនឹងឬក៏ខែការពារដល់អាកាសនឹងគេមិនមែនយកទៅដាក់នៅសមរភូមិមុខទេគេដាក់នៅតែចំណុចសម្រាប់ការពារសំខាន់មានអីខ្លះឧទាហរណ៍ណាខ្ញុំមិនដឹងថារដ្ឋាភិបាលនេះដាក់កន្លែងណាទេប៉ុន្តែកន្លែងដែលគួរដាក់មានកន្លែងណាព្រះបរមរាជវាំងជាទីកន្លែងបបកូនណាទុកសម្រាប់ការពារចម្ងាយប្រមាណគីឡូជុំវិញអញ្ចឹងដែរផ្ទះថ្នាក់ដឹកនាំកន្លែងផ្ទុកស្បៀងកន្លែងផ្ទុកអាវុធធំឬក៏រាជធានីភ្នំពេញទាំងមូលមិនដឹងគេទុកកន្លែងណាទេក្នុងទឹកនិងលើគោកនៅខ្ញុំក៏អត់ដឹងដែរចឹងបើក្នុងករណីសៀមវាផ្លោមអាវុធចម្ងាយឆ្ងាយចូលមកកំទេចទីក្រុងឬក៏រាជធានីភ្នំពេញឬក៏ព្រះបរមរាជវាំងឬក៏ផ្ទះប្រមុខដឹកនាំប្រទេសគឺត្រូវមានអានឹងសម្រាប់ការពារសន្តិសុខសន្តិភាពនិងសណ្ដាប់ធ្នាប់ពីព្រោះបើកាលណារលំរលាយរាជធានីឬក៏មានគ្រោះថ្នាក់អាចដល់ជីវិតអ្នកដឹកនាំប្រទេសយើងចាប់បាទចឹងអានឹងវាជាប្រភេទសម្រាប់វាយកំទេចត្រូវកាយទម្លាក់ទេមិនមែនសម្រាប់ប្រើទៅលើយន្តហោះទេអញ្ចឹងបើសិនជាគេផ្លោមរកាយចុះមកវាទិសដៅពីលើចុះក្រោមអញ្ចឹងអាខែនេះវាទៅពីក្រោមមកលើទៅរាប់ពាន់រាប់ម៉ឺនគ្រាប់ទៅវាកំទេចនៅលើដែនអាកាសនោះវាធ្វើឲ្យមិនមានការខូចខាតធ្ងន់ធ្ងរឬក៏ធំដុំមកលើទីជុំជនយើងឬក៏កន្លែងសំខាន់របស់យើងអានេះគេប្រើរបៀបហ្នឹងមិនដែលពីណាគេយកខែការពារដែនអាកាសទៅបាញ់ A16 ទេអានេះគឺសម្រាប់តែប្រឆាំងនឹងអីដែលវាធ្លាក់មកពីលើចំឧទាហរណ៍គ្រាប់រកែតគ្រាប់ ICBM អន្តរជាតិ E-Personic ស្អីយើងឲ្យតែរកែតប្រភេទកំទេចទម្លាក់ចុះមកកំទេចនេះអានេះគេប្រើសំណាញ់មេឃហ្នឹងហើយដើម្បីបំផ្ទុះវានៅលើមេឃហ្នឹងឲ្យហើយកុំឲ្យវាធ្លាក់មកដល់ដីដើម្បីការពារហេតុការណ៍យ៉ាងគាត់ជាតិឬក៏អាយុជីវិតឬក៏កន្លែងសំខាន់អីចឹងអានេះសំណាញ់មេឃបាទឬក៏ដែកខែការពារដែនអាកាសឥឡូវយើងមើលគ្រាប់ពីលើនោះគេហៅកែតអាគ្រាប់ធ្លាក់មកពីលើនោះគេហៅកែតហើយដល់អាគ្រាប់ធំទៅពីក្រោមនេះអានោះគេហៅសំណាញ់មេឃអាហ្នឹងសម្រាប់ខំទៅបុកកំទេចអារកែតដែលគេទម្លាក់មកចូលក្នុងទីជុំជនណាមួយដើម្បីការពារមកវិជ្ជារដីអានេះគេហៅសំណាញ់មេឃចុះដូច BM21 គេហៅអានេះគេហៅប្រភេទរកែតគ្រាប់រកែតមិនមែនសំណាញ់មេឃមិនមែនដែនការពារអាកាសទេតែគេចាក់ចូលក៏ចាក់ចូលក្នុងកម្រិតមួយដែរមិនមែននេះទេហើយដល់ A16 គេយកស្អីទៅបាញ់នេះ A16 អានេះវីដេអូតែទេវីដេអូគេសន្សំយកតែមិនមែនការប៉ັດទេប៉ុន្តែគេប្រើប្រភេទកំភ្លើងយន្តសម្រាប់បាញ់បាទចឹងការបាញ់យន្តហោះវាមានច្រើនប្រភេទវាមានកំភ្លើងយន្តផងវាមានយន្តហោះដូចនឹងយន្តហោះផងឥឡូវនេះពីណាគេយកខែការពារដែនអាកាសទៅបាញ់យន្តហោះខែការពារដែនអាកាសវាហោះយឺតវាមិនអាចហោះលឿនទេចឹងវាដេញយន្តហោះមិនទាន់ទេឥឡូវយើងឃើញគេបាញ់គេព្យាយាមបាញ់ស្កាត់មុខវានេះស្កាត់មុខរំពឹងថាយន្តហោះនឹងរត់ទៅចំទៅដែរគេបាញ់ចាក់មុខអញ្ចឹងបាទហើយឧទាហរណ៍ជាក់ស្ដែងមួយតែយើងដឹងលឺទាំងអស់គ្នាប្រហែលថាចូលមួយឆ្នាំមុនចុះយើងមានសង្គ្រាមរវាងឥណ្ឌានិងប៉ាគីស្ថានតើឥណ្ឌាប៉ាគីស្ថានយកស្អីទៅបាញ់យន្តហោះដែលឥណ្ឌាទិញពីបារាំងបាញ់ចាក់2គ្រឿង3គ្រឿងដល់2គ្រឿងមិនមែនប៉ាគីស្ថានយកខែដែនការពារអាកាសស្អីទេអៃរ៉ុនដុំឬក៏
ណាចឹងយើងហៅវាទិញមកសម្រាប់តែជាtiềnដីគេទេយើងបើយើងអត់មានមកជាtiềnដីគេដូចយើងទិញហៅមកដែរចឹងបានជាយើងមិនមានយើងហៅតែបាញ់អែ6ហ្នឹងបាទអានេះខ្ញុំនិយាយពីអីទៅដែលអាចថាសំណាញ់លេខហើយទៅបន្ទោរដ្ឋាភិបាលថាហេតុអីបានមិនបាញ់អី16ហើយដល់ហើយ PHL 03 PHL 03មិនមែនជារកកាត់ឬក៏ខែការពារដល់អាកាសសម្រាប់បាញ់យើងហៅអី16ទេ PHL 03គឺជារកកាត់ខ្នាតវែងរបស់ខ្មែរយើងតែបាញ់ទៅទីឆ្ងាយនៅក្នុងទឹកដីរបស់ត្រូវតែទំហំសមរភូមិយើងវាសមឲ្យយើងប្រើ PHL 03ហ្នឹងបើចម្ងាយក្នុង30-50គីឡូយើងបាញ់ BM 21បានទេចឹងបើចម្ងាយនឹងបាញ់ BM 21បានតែយើងទៅប្រើ PHL ទៅអា PHL បានសម្រាប់នៅពេលដែលសមរភូមិនោះវារីកធំហើយ BM 21មិនអាចបាញ់ទៅដល់ទិសដៅដែលត្រូវបានបាយយើងខ្លោងដាក់យើងចឹងយើងចាំបាច់ទៅប្រើ PHL អីអត់ត្រូវប្រើហើយបើយើងប្រើ PHL បានន័យថាយើងកំពុងតែពង្រីកសក្តានុពលនៃសង្គ្រាមឲ្យទៅកាន់តែធំហើយទៅដៃរបស់កម្ពុជាយើងយ៉ាងម៉េចគឺយើងចង់ចូលចាស់ដោះស្រាយដោយសន្តិវិធីមិនប្រើអាវុធចឹងតើយើងជាអ្នកពង្រីកសង្គ្រាមឬក៏យើងជាអ្នកបញ្ចប់សង្គ្រាមយើងគឺជាអ្នកបញ្ចប់សង្គ្រាមពង្រួមសង្គ្រាមបំផាត់សង្គ្រាមចឹងបើយើងប្រើ PHL តើយើងជាអ្នកបញ្ចប់សង្គ្រាមឬក៏អ្នកឈ្លានពានដីគេយើងមិនដឹងណាថាលោកថៃគេប្រើអីផ្សេងពីចម្ងាយមកបាញ់យើងតែលោកមានគោលការណ៍បាញ់វិញគឺប្រើ PHL ហើយប៉ុន្តែខ្ញុំក៏មិនទាន់អាចថាតើយើងមាន PHL ឬក៏អត់ដែរគឺខ្ញុំនិយាយវីដេអូមុនចឹងគេល្បីថាយើងមានប៉ុន្តែជាពាក្យចចាមអានយើងមិនដឹងថាមានឬក៏អត់ទេណាអានេះខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹងអញ្ចឹងបើមិនដឹងថាស្អីជាខែការពារអាកាសស្អីជាសំណាញ់មេឃស្អីជារោគកែទេក៏មកនិយាយនៅខ្មាស់គេបើថាភ្លើធ្វើភ្លើទៅឬក៏សិក្សាបន្ថែមទៅអត់តាមដឹងថាស្អីជាសំណាញ់មេឃស្អីជាខែការពារដល់អាកាសស្អីជាស្អីផងហើយមកព្រុសកកោកកាអត់ប្រយោជន៍ដល់ចឹងក្រោយគេបកស្រាយទៅអូតាមប៉ានេះជាសំណាញ់មេឃមកក៏ភ្លើងាប់ចាឲ្យខំនិយាយទៅអីភ្លើទៅចាំភ្លើណាខំនៅខំទាំងតែខ្លួនឯងមិនដឹងខ្យល់ស្អីទាំងអស់ស្រាវជ្រាវទៅសម័យអ៊ីនធឺណិតទៅមិនសម័យបរិយាប្រវត្តិឯណាមកភ្លើយ៉ាងហ្នឹងខំនិយាយដែរចឹងបែងចែកឲ្យស្អីជាខែការពារដល់អាកាសស្អីជារកកែបស្អីជាកភ្លើងយន្តស្អីជាយន្តហោះ